សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមួយទៀតសម្រាប់ធ្វើការចែកម្លែកគឺតាក់ទងនឹង Spring Circuit Breaker បើមែនតើវាជា concept មួយអញ្ចឹងមិនថាបងប្អូនជា Java developer ទេប្រើ programming ផ្សេងទៀតក៏វាមាន concept នឹងដូចគ្នាអញ្ចឹងពាក្យថា Circuit Breaker បើយើងនិយាយឲ្យខ្លីទៅវាគឺជាកងតាក់ប៉ុន្តែកងតាក់កន្លែងនេះការបិទបើកកន្លែងនេះគឺមិនដូចអ្វីដែលយើងសរសេរ if else ទេអញ្ចឹងវាមាន feature របស់វាបើយើងនិយាយកងតាក់គឺស្មើនឹងការបិទនិងបើកអញ្ចឹងការបិទបើកតែយើងធ្វើគេបើនៅក្នុងcondition if else អញ្ចឹងបើ if ធ្វើអី else ធ្វើអីប៉ុន្តែនៅក្នុង Spring Circuit Breaker នេះគឺវាមាន feature របស់វាដែរគឺតាក់ទងនឹង close open ឬក៏ hash openចឹងនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការ implement ជាមួយនឹង Spring Boot គឺខ្ញុំប្រើនៅ version 3ទេហើយ Java 25នៅក្នុង document កន្លែងនេះគឺខ្ញុំដាក់ Spring Boot 4ប៉ុន្តែនៅពេលដែលខ្ញុំធ្វើការ implement ទៅគឺខ្ញុំជួបបញ្ហាខ្លះដែលវាអត់ទាន់ដើរស្រួលជាមួយនឹង Spring Cloud Circuit Breaker អញ្ចឹងហើយក៏ខ្ញុំតម្លាក់ version Spring Boot មក version 3អញ្ចឹង document version 4កន្លែងគឺអត់ទាន់ត្រូវទេហើយចំពោះ feature វិញគឺមែនតើគឺយើងមានជាលក្ខណៈ dynamic circuit breaker configuration អញ្ចឹងនៅពេលដែលយើងមាន switch ច្រើនយើងអាចប្រើប្រាស់ circuit breaker configuration របស់យើងបានមានន័យថាវាអាច review បានតើតើនឹង fallback mechanism អញ្ចឹងឧទាហរណ៍ថាដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងឧទាហរណ៍ថា if ធ្វើអី else ធ្វើអីអញ្ចឹងចំពោះ circuit breaker fallback mechanism របស់វាបើសិនជាយើង count ឬក៏យើងចាប់ទុកថាការងារមួយហ្នឹងវាអត់សម្រាប់ទេមានថាអត់ success ទេវា fair អញ្ចឹង fallback របស់វាតើវាធ្វើការងារអីយើងមានជា monitoring circuit breaker state monitoring and management endpoint អញ្ចឹងចំពោះ circuit breaker វាមាន state របស់វាអញ្ចឹងនៅពេលដែលវាមិនទាន់ hit វាធ្វើការ close នៅពេលដែលវាជួប criteria ដែលយើងកំណត់ថា fair ប្រហែល open អញ្ចឹង state របស់វាគឺ open បន្តមកទៀតតើពេលណាដែលវាធ្វើការhash open ហើយតើពេលណាតើវា move ទៅ close វិញអញ្ចឹងវាមាន state របស់វាអូខេកន្លែងនេះគឺខ្ញុំសុំដូរគឺយើងប្រើនៅ Spring Boot 3ចុចទេអូខេចំពោះ service type យើងមានជា user service payment service notification service មែនតើខ្ញុំមាន3 service ដើម្បីធ្វើការឧទាហរណ៍ប៉ុន្តែនៅពេលដែល run ខ្ញុំអាចតេស្តតែ user service គឺវាដូចគ្នាទេព្រោះអីយើងប្រើនៅ core config រួមជាមួយគ្នាចំពោះ API យើងមាន API user ID អញ្ចឹងមកប៉ុន្តែខ្ញុំមានបន្ថែមមួយទៀតជាមួយនឹង REST API អញ្ចឹងហើយគឺវាមានបន្ថែម2ទៀតចំពោះ payment service notification service ក៏យើងមាន API សម្រាប់តេស្តដែរចំពោះ circuit breaker management CQ អញ្ចឹងយើងអាចធ្វើការ check state ទាំងអស់ឬក៏ specific service អញ្ចឹងបើសិនជាយើងចង់ filter តែ service ណាមួយដែលយើងចង់មើល state របស់វាយើងអាចប្រើ API ខាងលើតែបើយើងចង់មើលទាំងអស់មើលក្រោមនេះហើយយើងមាន API reset state របស់វាឧទាហរណ៍ថាវាកំពុងតែ open អញ្ចឹងយើងចង់ឲ្យវាទៅ close វិញអញ្ចឹងយើងអាច reset បានអូខេអានេះសម្រាប់ configuration នៅលើ application.yml របស់យើងឬក៏ application.bootstrap វាអាស្រ័យទៅលើការ config របស់យើងអញ្ចឹងយើងមាន circuit breaker មួយហើយ switch នៅក្នុង switch នេះវា under switch នេះគឺអាចមានច្រើននៅកន្លែងនេះគឺខ្ញុំ copy តែ user switch ទេបើតាមឧទាហរណ៍ខាងលើវាមាន payment និង notification switch អញ្ចឹងតម្លៃមួយរបស់វាគឺយើងអាច define ផ្សេងៗគ្នាឧទាហរណ៍ថា user switch យើង define fair rate threshold វាគឺ 50% ហើយចំនួនរបស់វាគឺចំនួន10ហើយ minimum number of call គឺ5អញ្ចឹងអាហ្នឹងសម្រាប់តែ user service អញ្ចឹងចំពោះ notification ឬក៏ payment service យើងអាច define ចំនួន rate ឬក៏ sliding window size minimum call of call នេះប្រហែលអញ្ចឹងអាស្រ័យទៅតាម service មួយអូខេpurpose of percentage អញ្ចឹងនេះគឺ definition របស់ protein មួយអញ្ចឹង50% អញ្ចឹងបើសិនជា5 out of 10ហ្នឹង fair ស្មើនឹង 50% អញ្ចឹង circuit breaker active វាស្មើនឹង open
ok how chấm pu wait duration in open state hot subsequent នេះវាធ្វើការ wait មានន័យថានៅពេលដែលវា meet criteria ថា fair 50% អញ្ចឹងវាចាប់ផ្ដើមធ្វើការopen អញ្ចឹងនៅពេលដែល open វា wait រហូតដល់60 second ក្រោយទៅវាធ្វើការ update state របស់វាទៅកាន់ hash open មានន័យថា50 អញ្ចឹងនៅពេលដែល hash open កើតឡើងពី client មកគឺអាចធ្វើការ request បានអូខេខ្ញុំសូមបកក្រោយបន្តិចfair rate threshold 50% អញ្ចឹងបើសិនជាយើង config ដាក់10បើសិនជា5នៃ10នឹង fair អញ្ចឹង 50% គឺពិតអញ្ចឹងនៅពេលហ្នឹងគឺ circuit breaker របស់យើងវា automatically គឺធ្វើការបើក open អញ្ចឹងនៅដំណើរការដែលបើក open ពី client មកអ្នកដែលប្រើប្រាស់ API របស់យើង request ចូលមកគឺយើងមាន fallback ឲ្យវាអញ្ចឹង fallback របស់យើងអាចជា message static ប្រាប់ទៅកាន់ client របស់យើងថា service របស់យើង unavailable ឬក៏យើងមានជា service secure មានថា temporary service ដែលយើងអាចប្រើបន្ទាប់បើសិនជា service ទី1របស់យើងមានបញ្ហាយើងអាចខុសឲ្យទៅ service ទី2អញ្ចឹងទៅឬក៏ database យើងទី1របស់យើងមានបញ្ហាយើងអាចហៅទៅ database ទី2អញ្ចឹងទៅអាហ្នឹងគឺជា concept circuit breaker វាស្ទៀងទៅនឹង if else គាត់ថាអានេះគឺវាបែងចែកភាគរយអញ្ចឹង5យើងកំណត់10 error 5មានថា fair 50% អញ្ចឹង open ហើយ wait ចំនួន60 second ទៅ client ឬក៏អ្នកប្រើប្រាស់នៅ API របស់យើងហ្នឹងទៅគាត់អាចធ្វើការ save មកទៀតហើយនៅពេលដំណាក់កាលហ្នឹងគឺយើងenable វា hash open អញ្ចឹងអា hash open នេះគឺជាចំនួន request វិញ hash open state គឺយើងដាក់3អញ្ចឹងមានន័យថាយើងអនុញ្ញាតឲ្យគាត់នឹង try 3 ដងទៀតបើសិនជាចំនួន3ដងហ្នឹង fair ដដែលអញ្ចឹងវានៅ wait ដដែលប៉ុន្តែបើសិនយើង try 3 ដង success អញ្ចឹងអា state hash open វិញនេះនឹងមកទៅជា state close វិញអញ្ចឹង circuit breaker របស់យើងមានន័យថា service របស់យើង healthy គឺធម្មតាប៉ុន្តែបើសិនជាដំណាក់កាល hash open ហ្នឹងយើងព្យាយាមហើយនៅតែ fair អញ្ចឹងវា move អា state hash open នេះទៅកាន់ open វិញហើយរងចាំ60 second ម្ដងទៀតហើយ slide window size នេះគឺចំនួន10ដែលយើងនិយាយមុនហ្នឹងគឺ10អាចថា10 request ចុះហើយ core គឺ5ចំនួនlimit ដែលយើងចាប់ទុកថាfair ហើយធ្វើការ open នៅ state circuit breaker basic perform maximum allow each individual core behavior core execution fair basic អូខេអានេះគឺយើងបាននិយាយហើយ automatic permit enable state គឺ hash open អញ្ចឹងចំពោះ state របស់វាគឺ circuit breaker state close បើសិនជា meet criteria ថាប្រមាណភាគរយដែលយើងចាប់ទុកថាstate ហ្នឹងត្រូវ open ហើយ circuit breaker របស់យើងត្រូវ open អញ្ចឹងវានឹងធ្វើការ open វា wait រយៈពេលប្រមាណ second ឬក៏ប្រមាណនាទីវាអាស្រ័យលើការ config របស់យើងអញ្ចឹងនៅ wait ហើយវានឹងធ្វើការ move state របស់វាទៅកាន់ hash open ហើយនៅម្លងពេលហ្នឹងគឺយើងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ឬក៏ client របស់យើងហ្នឹង request មកកាន់ service របស់យើងចំនួនប្រមាណក្នុងរយៈពេលប៉ុណ្ណឹងអញ្ចឹងបើសិនជាវា okay healthy វា move ទៅ close ប៉ុន្តែបើសិនជាអត់ healthy ទេវា move មក open វិញអូខេ close no more open circuit is stripe it trip has open testing of switch is recover ចឹងនេះគឺគេថា has open គឺដំណាក់កាលដែលយើងធ្វើការ test switch របស់យើងឡើងវិញតើវា recover នៅអូខេហើយនេះគឺជា API សម្រាប់ធ្វើការ testing អូខេអញ្ចឹងដើម្បីធ្វើការ beer switch ដើម្បីធ្វើការ test ជាមួយនឹង Spring Boot circuit breaker បានយើងអាចចូលមកកាន់ start.spring.io មកអញ្ចឹងខ្ញុំមានជា simple ពីមុនហើយអញ្ចឹងឥឡូវនេះបើយើងមើលចំពោះ Spring Boot វាមាន version 4 snapshot ហើយដូចខ្ញុំបាននិយាយអញ្ចឹងខ្ញុំបានសាក់ try ជាមួយនឹង version 4 ប៉ុន្តែវាអត់ដើរស្រួលជាមួយនឹង circuit breaker cloud អញ្ចឹងហើយក៏ខ្ញុំ move វាមក Spring 3 វិញអញ្ចឹងបងប្អូនអាចធ្វើការ generate ទៅអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការ demo តែម្ដងអញ្ចឹងខ្ញុំមានជា simple បច្ចេកមួយ sample បច្ចេកមួយគឺតើតើនឹង Spring circuit breaker usage អញ្ចឹងយើងមកមើល pom.html
ចឹងdependency ខ្ញុំប្រើ2025អូខេហើយនេះ Spring version ចំពោះ Java version ខ្ញុំប្រើ2025ហើយយើងមានdependency Spring Boot Starter Web មាន Cloud Starter Circuit Breaker Resilient 4J Actuator និង Configuration Process លំបុកអូខេអញ្ចឹងដំបូងយើងអាចចូលមកកំណត់នៅ application.yml របស់យើងអញ្ចឹងកន្លែងនេះគឺជា property ដែលយើងកំណត់ application name របស់យើងដល់ពេលដែលយើង run វាធ្វើការ display application name មួយហ្នឹងហើយនេះគឺជា circuit breaker property ដែលយើងធ្វើការ config អញ្ចឹងឧទាហរណ៍ថាបងប្អូនមាន service ច្រើនយើងអាច config នៅក្នុងនេះឬក៏យើងអាចធ្វើការទាញពី database ក៏បានដែរវាអាស្រ័យលើថាតើយើងចង់ទាញពី database ឬក៏យកចេញពី application.yml អូខេអញ្ចឹងខ្ញុំមាន3 service user payment notification អញ្ចឹងរបៀបដែលយើង config យើងដាក់ឲ្យវាខុសគ្នាដើម្បីយើងធ្វើការតេស្តអញ្ចឹងអានេះគឺ 50% fair rate អានេះ 40 អានេះ 60 ហើយចំនួនrequest និងចំនួនពេលដែលវាធ្វើការឲ្យយើង retry ហ្នឹងក៏ខុសគ្នាហើយចំនួនដែល retry នេះគឺខុសគ្នាដែរឃើញទេអញ្ចឹងវាអាស្រ័យថាតើ service មួយណាដែលយើងគិតថាវាcritical អញ្ចឹងទៅអញ្ចឹงវាអាស្រ័យទៅលើយើងដូចគ្នាថា service មួយណាវាចាំបាច់ឬក៏មិនសូវចាំបាច់អីតែយើងគួរ config មិនអូខេអញ្ចឹងខ្ញុំមាន application.yml ប៉ុណ្ណឹងហើយខ្ញុំនឹងខហៅវានៅក្នុង Java នៅក្នុង config ខ្ញុំមាន circuit breaker property មួយអញ្ចឹងនៅក្នុង Spring គឺយើងអាចខតាម configuration property យើងប្រើ prefix ហើយមាន circuit breaker ហើយនេះគឺជាតម្លៃរបស់វាមួយអញ្ចឹងយើងអាចចុចពីនេះមកបានឧទាហរណ៍ថាខ្ញុំចង់មើល user service ខ្ញុំចុច control ឬក៏ command មក click លើវានឹង point មកនេះអញ្ចឹងបើសិនជាយើងអត់ set វាទេ default វាគឺយើង50 yes 50 60អញ្ចឹងមកអញ្ចឹង default វាគឺយើង set នៅកន្លែងហ្នឹងតែបើយើង set គឺវានឹងធ្វើការ override អញ្ចឹងនេះគឺ property config dynamic តមកទៀតយើងមានជា bin មួយយើងក៏ពិតទៅ default របស់វាយើងគ្រាន់តែធ្វើការ create bin មួយជាការស្រេចអាហ្នឹងនិយាយពី circuit breaker បន្ទាប់មកដើម្បីឲ្យវាខ្លាចជា dynamic ឬក៏generic circuit breaker យើងត្រូវមានជា service មួយអញ្ចឹងកន្លែងនេះយើងមាន service circuit breaker អញ្ចឹងទី1គឺយើងធ្វើការមានជា interface មួយដែល execute with circuit breaker អញ្ចឹងវាខុសតែ param របស់វាអញ្ចឹងអាទី1 param របស់វាមាន service type ហើយនឹង operation ហើយអានេះវាមាន fallback grid ហើយទី3នេះគឺតើតើនឹង reset circuit breaker អញ្ចឹងបើសិនជាវា open យើងចង់ close យើងអាចធ្វើការ reset ហើយ get circuit breaker state តាម service type ឬក៏ or អញ្ចឹងយើងមាន4អញ្ចឹងបើយើងមកមើល implement នៅពេល implement របស់យើងនេះយើងខហៅ property របស់យើងមួយទៀតគឺ registry ដែលយើងបានកំណត់នៅកន្លែងនេះអូខេមួយនេះអូខេមួយនេះអញ្ចឹងយើងហៅពីនឹងមកយើងមាន configuration hash map មួយអញ្ចឹង execute with circuit breaker បែបតាម switch ហើយនឹង operation អញ្ចឹងយើង get or create circuit breaker បែបតាម switch អូខេ circuit breaker catch compute if option អញ្ចឹងបើ if absent អញ្ចឹងបើអត់មានវាធ្វើការ create តែបើមានហើយវាយកអូខេកន្លែងហ្នឹងតមកទៀត circuit breaker របស់យើង execute supply បែបតាម operation អូខេគឺមានfallback អូខេ fallback get ហើយកន្លែងនេះគឺ reset កន្លែងនេះគឺ get state អូខេ create circuit breaker អញ្ចឹងបើយើងមើលអូខេកន្លែងនេះមួយអូខេអញ្ចឹងមួយនេះគឺហៅប្រើ3កន្លែងអញ្ចឹងពេលដែលវា create វាបេះតាម service name អញ្ចឹង service name របស់យើងបាន define មុនហ្នឹងគឺមាន user service payment service notification service ហើយ config property វាយកតាម service អូខេបន្តមកទៀតវាធ្វើការ set fair rate duration slide window minimum auto transition from open to high អញ្ចឹងទៅអាហ្នឹងជា property ដែលយើងបានកំណត់នៅក្នុង circuit breaker property អញ្ចឹងវានឹងធ្វើការ create
circuit breaker បេះតាម switch បន្ទាប់ពីយើងបានជា switch ចឹងហើយយើងមាន controller មួយចឹងមែនតើខ្ញុំប្រើតែខាងក្រោមនេះទេគឺប្រើ state នេះដើម្បី check មើលថាតើគាត់ហ្នឹង state របស់ switch របស់យើងមាន open ប្រហែល close ប្រហែល has open ប្រហែលអូខេបន្ទាប់ពីយើងមាន switch ហើយ circuit breaker switch ហើយនៅកន្លែងនេះយើងអាចបង្កើតជា switch របស់យើងដើម្បីធ្វើការ test អញ្ចឹងខ្ញុំមានជា user switch មួយអូខេមែនតើខ្ញុំបាន test ហើយបានមានជា video ដើម្បីធ្វើការចែកម្លែកអញ្ចឹងយើងធ្វើការ inject នៅ circuit breaker switch ហើយនឹង red template ចំពោះ red template វិញខ្ញុំគ្រាន់តែធ្វើការ create bin មួយហើយយើងមានធ្វើការ set នៅ condition timeout read timeout បន្តិចទៅកុំយក default អញ្ចឹងណាយើងមាន timeout ដែរទៅអញ្ចឹងមែនតើយើងមាន red template ហើយ random ដើម្បីធ្វើការ simulate តទៅ test case អូខេប៉ុន្តែ random នេះគឺខ្ញុំអត់ test ហើយប៉ុន្តែវាអត់ទៅមើលទៅអត់ទៅរី test case អញ្ចឹងខ្ញុំក៏មាន red template មួយទៀតដើម្បីធ្វើការ test call ហើយទៅកាន់ service មួយទៀតហើយឲ្យវា error វាជាជាងដែលយើងដាក់ random ហើយ simulate វា random ហ្នឹងដឹងជួបហើយប៉ុន្តែវាអត់ច្បាស់ដូចយើងធ្វើការcall ហៅ direct ទៅកាន់ service ណាមួយអញ្ចឹងអូខេអញ្ចឹងកន្លែងនេះ get user by id with red template ហើយបើ syntax វាអាស្រ័យលើបងប្អូនសរសេរទេហើយចំពោះ object response នេះវា depend ទៅលើការងារយើងជាក់ស្ដែងបើនេះគ្រាន់យើងដាក់ map មួយដើម្បីធ្វើការ response ដើម្បីងាយស្រួលមើលអញ្ចឹងណាអញ្ចឹង circuit breaker របស់យើងនេះ switch របស់យើងនេះអញ្ចឹងនៅពេលយើងដាក់ execute with circuit breaker switch របស់វាអញ្ចឹងគ្រាន់ចូលមកព្រាមគឺវាធ្វើការ execute ជាមួយ circuit breaker ហ្នឹងជាមួយ switch មួយណាដែលយើងចង់ create អញ្ចឹងខ្ញុំដាក់ user switch ហើយការងាររបស់វាគឺវាទៅរកគេទៅ find user តាមរយៈ user ID ដែលយើងខលហៅទៅកាន់JSON placeholder អីចឹងទៅ JSON placeholder អញ្ចឹងអានេះគឺ free REST API នៅលើ internet អញ្ចឹងយើងអាចធ្វើការ test បានមែនតើអូខេយើងអាចធ្វើការ test បានមានថាយើងអាចធ្វើការទាញ request get update អីចឹងទៅប៉ុន្តែគាត់ថា get update insert ហ្នឹងវាដូចជា insert ទេគាត់ថាគាត់ថា method របស់វាមក server អញ្ចឹងណាអូខេអញ្ចឹងអានេះ fallback ការងារដែលវាត្រូវការត្រូវយកប៉ុន្តែបើសិនជាវាខុសហៅទៅកាន់REST API មួយនឹង error វានឹងមាន fallback មួយទៀតនេះ get user by id callback អញ្ចឹងអានេះវានឹងមាន simple mock response ប៉ុន្តែបើសិនដូចខ្ញុំឧទាហរណ៍ពីមុនមកអញ្ចឹងឧទាហរណ៍ថាយើងមាន application របស់យើងទី1ទី2ឬក៏ static message អញ្ចឹងកន្លែងនេះយើងអាច wrap ជា message មកថា service របស់យើង unavailable អញ្ចឹងទៅឬក៏ internal server error អញ្ចឹងទៅអូខេប៉ុន្តែបើយើងមានជា service របស់យើងអាច request ទៅកាន់ service របស់យើងមួយទៀតទៅអានេះគឺ mock ហើយកន្លែងនេះគឺ method that use REST template with timeout អូខេអញ្ចឹងអានេះខ្ញុំ set timeout ប៉ុន្តែជាក់ស្ដែងដោយសារតែcondition របស់យើងកន្លែងcheck error នេះវាអត់ទាន់ត្រូវជាមួយនឹង timeout អញ្ចឹងវាមិនមែនជាលក្ខណៈស្រួលបាន callback ទេ fallback ទេអញ្ចឹងហើយក៏ខ្ញុំមានរបៀប test របស់ខ្ញុំគឺខ្ញុំដាក់ធ្វើម៉េចឲ្យខុសពេលដែលខ្ញុំហៅទៅកាន់ API ហ្នឹងឲ្យខុសអញ្ចឹងទៅដើម្បីវា callback មាន user by id callback អញ្ចឹងទៅអូខេហើយខ្ញុំមានជា service អញ្ចឹងមកមែនតើ service យើងអាចមានមួយឬក៏ពីរដើម្បីធ្វើការ test ហើយនៅក្នុង controller ខ្ញុំមាន user controller មួយដើម្បីធ្វើការ test អូខេចំពោះ enum និង exception នេះ global exception នេះយើងអាចដាក់មកក៏បានដែរយើង ignore វាចោលក៏បានដែរយើង focus តែ circuit breaker របស់យើងក៏បានដែរអូខេចំពោះ circuit breaker អ្វីដែលយើង implement គឺមានប៉ុណ្ណឹងអញ្ចឹងខ្ញុំអាចធ្វើការ start run application របស់យើងតែម្ដងអូខេអញ្ចឹងមានមួយ on អូខេខ្ញុំ clear អញ្ចឹងនៅលើ Postman ខ្ញុំមាននេះ API user external ឥឡូវមុននឹង
មុននឹងអូខេមុននឹងចាប់ផ្ដើមតេស្តAPI របស់យើងអាចមើល state របស់circuit breaker របស់យើងអូខេចំពោះ user service close ទាំងអស់ close ទាំង3អញ្ចឹងឥឡូវខ្ញុំតេស្ត user service មួយអូខេឃើញអត់ដែរតែ2នោះinternal server database connection fair អូខេអញ្ចឹងអានេះវាចូល case fallback របស់យើងនេះឃើញអញ្ចឹងទី3គឺ time out អានេះគឺ user service fallback របស់យើងអូខេអានេះដើរ fallback អូខេមើល state របស់វាអូខេ state user service ពេលនេះ open អញ្ចឹងនៅពេលដែលយើងតេស្តមួយទៀតនៅ open ដែរឃើញអញ្ចឹងវា wait រហូតតតែ60 second អញ្ចឹងកន្លែងនេះយូរដែរខ្ញុំភ្លេចដូរមុននឹងខ្ញុំគួរតែដូរដាក់5 second ខ្ញុំតេស្តសាមីមួយដើរអញ្ចឹងខ្ញុំមកមើលអានេះ close ខ្ញុំបានម្ដងទៀតមួយដើរតែខ្ញុំមកមើល log បន្តិចអានេះវា success មួយអញ្ចឹងខ្ញុំមកមើល controller របស់ខ្ញុំនេះ get user simulate time out អញ្ចឹងកន្លែងនេះខ្ញុំអាចធ្វើការ remove អាពួកនេះចោលសិនកុំ simulate វាអូខេអញ្ចឹងអានេះមាន try catch អីហ្នឹងទេខ្ញុំ delete ចោលអញ្ចឹងវាធ្វើការមកហៅអានេះ URL call response copy null វានឹង return អានេះអូខេAPI អត់ទេវាធ្វើការ if response copy null វាធ្វើការ through action អញ្ចឹងខ្ញុំ run ម្ដងទៀត time out កន្លែងនេះខ្ញុំអាចនឹងដូរបន្តិចទៅ5 second ខ្ញុំដូរមកកាន់តែ100 second ច្រឡំដូរវាមក100វិញខ្ញុំ run ខ្ញុំ clear នេះសិនអូខេខ្ញុំ run ម្ដងទៀតដើរអញ្ចឹងខ្ញុំដូរវាមកកាន់អក្សរ E ខ្ញុំមើល state វា close 1 error 2 3 4 open អញ្ចឹងខ្ញុំមើលមួយទៀត5 has open ដោយសារតែយើងដាក់ time វាហ្នឹងគឺ5 second អញ្ចឹងនៅពេលនេះខ្ញុំសាកឲ្យវា fair ទៅដែរ1 2 3អញ្ចឹងវា move មកកាន់ open វិញអញ្ចឹងវារងចាំ5 second ក្រោយទៅវា refresh move state វាទៅកាន់ has open អូខេ has open អញ្ចឹងខ្ញុំអាច try បាន3ដងទៀត1អត់ដើរ2ដើរអញ្ចឹង3ក្នុងចំណោម2មិញដើរមួយអញ្ចឹងបើខ្ញុំដើរមួយទៀតគឺវា move ទៅកាន់ close អូខេអញ្ចឹងខ្ញុំមក refresh អូខេ close ឃើញអញ្ចឹងម្ដងទៀតបើសិនជាខ្ញុំដាក់ខុស1 2 3 4ខ្ញុំមកមើល state នៅ close មួយទៀត5ពេលនេះគឺវា open ហេតុផលគឺ 50% នៃ 50% អញ្ចឹងយើងកំណត់10 error 5 request និង error គឺវា move មកកាន់ open អូខេអញ្ចឹងវាជាចំណុចល្អដែរបើសិនជាយើងចេះប្រើប្រាស់នៅ circuit breaker
តាម state របស់វាមួយហើយការ config របស់យើងនេះគឺបានត្រឹមត្រូវអូខេចំពោះ circuit breaker មែនតើទៅការដែលខ្ញុំប្រើវាដំបូងគឺខ្ញុំអត់បាន config ជាលក្ខណៈបែបហ្នឹងទេគឺខ្ញុំប្រើវាស្តៀងទៅនឹង if air ដែរប៉ុន្តែគាត់ថាចេះឈ្មោះវាជា circuit breaker ប៉ុន្តែអត់បាន config ត្រឹមត្រូវបែបនេះទេអូខេអរគុណច្រើនអ្នកនេះវីដេអូនេះបានមកដល់ទីបញ្ចប់ហើយអរគុណបាយបាយ